ชีวิตខ្ញុំដូចជាមេឃខ្មៅងងឹតទៅជាយ៉ាងណារស់ដើម្បីក្រពះខំប្រឹងរាល់ថ្ងៃដើម្បីអាហារយកចំណេះទៅដូរជំនាញយកជំនាញបដូរយកដុល្លារញើហូបពីក្បាលដល់ខ្នងព្រោះតែចង់ជួយជីវភាពគ្រួសារកាលពីតូចខ្ញុំមិនទាន់ពេញវ័យចង់ស្គាល់រសជាតិជីវិតកាលពីតូចខ្ញុំមិនទាន់ពេញវ័យចង់ស្គាល់រសជាតិជីវិតចង់ខ្លួនឯងរីកចម្រើនដូចអ្វីដែលធ្លាប់បងគិតតែពេលនេះខ្ញុំធំដឹងក្តីការពិតវាមិនដូចការគិតដឹងហើយស្គាល់ហើយរសជាតិជីវិតឈាមជ័រចេញដើរពីផ្ទះទាំងភ្លឺថ្ងៃរះចាំភ្នែកម្នាក់ឯងជីវិតមិនដូចភាពយន្តគ្មានណានិពន្ធគ្មានណាតាក់តែងជីវិតមានតែប៉ុណ្ណឹងបើអ្នកមិនប្រឹងឬក៏ចាំគេសែងបើអ្នកមិនប្រឹងឬក៏ចាំគេសែងរៀបដូចពាក្យលោកថាខំទៅអ្នកវ័យក្មេងកុំឲ្យខ្លួនឯងរងខ្ពស់ខំប្រឹងតែរស់ព្រោះវាគ្មានថ្ងៃដោយសាំងមុខមាត់គ្រួសារចង់ឲ្យម៉ាក់ប៉ាគាត់រស់នៅសានុកចង់ឲ្យព្រេងវាសនាខ្ពស់ដូចជាតារាពន្លឺចែងចាំងរស្មីប្រៀបដូចជាផ្កាយមិនដែលទៀបឡើយសុខចិត្តរស់នៅឆ្ងាយផ្ទះពេលខ្លះនឹកផ្ទះពេលនៅម្នាក់ឯងមិនចង់គ្រួសារពីបាជីវិតខ្ញុំដូចជាមេឃខ្មៅងងឹតទៅជាយ៉ាងណារស់ដើម្បីក្រពះខំប្រឹងរាល់ថ្ងៃដើម្បីអាហារយកចំណេះទៅដូរជំនាញយកជំនាញបដូរយកដុល្លារញើហូបពីក្បាលដល់ខ្នងព្រោះតែចង់ជួយជីវិត